តម្លៃហាងឆេងមាសអន្តរជាតិនៅល្ងាចថ្ងៃពុធនេះខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថានឹងបន្ទាបពន្ធគយលើទំនិញរបស់ចិនប្រសិនបើមានកិច្ចព្រមព្រៀងនឹងការប្រកាសថាលោកគ្មានបំណងបណ្ដេញលោក Powell ចេញពីតំណែងនោះឡើយគ្រាន់តែចង់ឲ្យមានការទម្លាក់អត្រាការប្រាក់ឲ្យបានឆាប់តែប៉ុណ្ណោះតម្លៃហាងឆេងមាសអន្តរជាតិនៅក្នុង Trading View នៅល្ងាចថ្ងៃពុធទី23ខែមេសាគិតត្រឹមម៉ោង 5 ល្ងាចនេះមាសមានតម្លៃ $4,000 ក្នុងមួយតម្លឹងឬស្មើនឹង $3,317 ក្នុងមួយអោនគិតជាខ្នាតអន្តរជាតិសូមបញ្ជាក់ថាតម្លៃមាសពិភពលោកបានបំបែកកំណត់ត្រាខ្ពស់ជាច្រើនដងនៅឆ្នាំនេះហើយកើនឡើងជាង 26% ចាប់តាំងពីដើមឆ្នាំមកនិងបានបំបែកកំណត់ត្រាកាលពីម្សិលមិញដល់តម្លៃ $3,500 ក្នុងមួយអោនហើយក៏ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពចំពេលមានអស្ថិរភាពនៃសេដ្ឋកិច្ចសកលកើនឡើងបន្ថែមពីនេះធនាគារ JP Morgan បានព្យាករណ៍ថាតម្លៃមាសអាចនឹងឡើងដល់ $4,000 ក្នុងមួយអោននៅឆ្នាំក្រោយប្រសិនបើកំណើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបញ្ហាភូមិសាស្ត្រនយោបាយនិងសង្គ្រាមពាណិជ្ជកម្មនៅតែបន្តកើតមាននេះបើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយទោះជាយ៉ាងណាអ្នកវិនិយោគកំពុងរងចាំរបាយការណ៍នៃសន្ទរកថារបស់មន្ត្រីធនាគារកណ្ដាលអាមេរិកចុងសប្តាហ៍នេះដើម្បីដឹងពីគោលនយោបាយរូបិយវត្ថុថានឹងទៅជាយ៉ាងណាស្របពេលដែលសេដ្ឋកិច្ចអាមេរិកមិនទាន់មានភាពល្អប្រសើរនៅឡើយដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Can Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ